ព្រះគម្ពីរអេសារ៉ានៅពេលដែលស្ដេចស៊ីរុសបានចេញបញ្ជាថាសាសយូដាដែលជាឆ្លើយអាចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញហើយក៏អាចសាងសង់ព្រះវិហារឡើងវិញនោះសូរូបាបិលបានប្រមូលមនុស្សប្រមាណជា 50,000 នាក់រួចធ្វើដំណើរត្រឡប់ទៅយេរូសាឡិមវិញពួកគេក៏បាននាំគ្នាប្រញាប់ប្រញាល់ធ្វើការនិងបានចាក់គ្រឹះនៃព្រះវិហារតែមិនយូរប៉ុន្មានពួកគេបានទទួលការប្រឆាំងពីសាសសាមារីមួយចំនួនដោយមិនបានហៅពួកគេឲ្យមកជួយការសាងសង់ព្រះវិហារត្រូវបានពន្យាពេលយ៉ាងយូររហូតដល់ហោរាឈ្មោះហាកាយនិងសាការីបានលើកទឹកចិត្តពួកគេឲ្យបន្តការសាងសង់ទីបំផុតនៅក្នុងរជ្ជកាលរបស់ស្ដេចដារីយ៉ូសព្រះវិហារត្រូវបានសាងសង់ចប់សពគ្រប់ព្រមទាំងថ្វាយដល់ព្រះជាម្ចាស់ដោយសេចក្តីអំណរយ៉ាងខ្លាំងប្រហែលជា60ឆ្នាំក្រោយមកទៀតអេសារ៉ាបានដឹកនាំមនុស្សមួយក្រុមទៀតមានចំនួនខ្ទង់ 1,700 នាក់ដែលនៅជាប់ជាឆ្លើយឲ្យត្រឡប់ទៅកាន់ទីក្រុងយេរូសាឡិមវិញនៅពេលដែលពួកគេបានមកដល់ក្រុងយេរូសាឡិមវិញអេសារ៉ាជាអ្នកដឹកនាំមានចិត្តសោកសង្រេងជាខ្លាំងដោយបានរកឃើញមនុស្សជាច្រើនរួមមានពួកសង្ឃនិងពួកអ្នកដឹកនាំបានរៀបការជាមួយនឹងប្រពន្ធសាសដទៃពេលនោះអេសារ៉ាបានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរហើយជាលទ្ធផលពួកមនុស្សបានសារភាពនៅអំពើបាបរបស់ខ្លួនហើយក៏យល់ព្រមបោះបង់ចោលប្រពន្ធជាសាសដទៃ